ហើយនេះគឺជាបេសកកម្មចុងក្រោយរបស់បុរសតែម្នាក់គត់នៅលើផែនដីដែលហ៊ានទៅកន្លែងដែលគ្មានមនុស្សណាម្នាក់ធ្លាប់ទៅគេនិយាយថាផ្នែកជ្រៅបំផុតនៃមហាសមុទ្ររបស់ពិភពលោកមិនត្រឹមតែពោពេញទៅដោយភាពងងឹតនិងសម្ពាធដ៏ធំសម្បើមប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានសត្វចម្លែកនិងអាចកំបាំងដែលមនុស្សនៅតែមិនយល់ហើយអ្នកដែលហ៊ានទៅមើលដោយខ្លួនឯងមិនមែនជាទាហានឬអ្នកវិទ្យាសាស្ត្រទេប៉ុន្តែជាអ្នកដឹកនាំរឿង Hollywood នេះគឺជារឿងរ៉ាវរបស់ James Cameron និងបេសកកម្មរបស់គាត់ក្នុងការចុះទៅបាតមហាសមុទ្រទៅកាន់ចំណុចជ្រៅបំផុតនៅលើផែនដីតើអ្នកដឹងទេថាក្នុងចំណោមមហាសមុទ្រជាង 70% នៃពិភពលោកមនុស្សពិតជាបានរុករកតិចជាង 5%មែនហើយតើតំបន់ណានៃពិភពលោកមិនមែនជានៅលើដីគោកទេប៉ុន្តែជាសមុទ្រជ្រៅងងឹតស្ងាត់ជ្រងឹមនិងមានគ្រោះថ្នាក់ជាងអ្វីដែលយើងស្រមៃកាលណាយើងមុជទឹកកាន់តែជ្រៅយើងកាន់តែខិតជិតដល់ចំណុចដែលយើងមិនគួរទៅទាល់តែសោះត្រឡប់ទៅឆ្នាំ 2013 James Cameron អ្នកដឹកនាំរឿង Titanic និង Avatar មិនត្រឹមតែផលិតភាពយន្តអំពីសមុទ្រប៉ុណ្ណោះទេគាត់បានជ្រើសរើសជួបប្រទេសវាដោយផ្ទាល់គោលដៅនៃបេសកកម្មនេះគឺលេនឋាន Mariana ដែលជាចំណុចជ្រៅបំផុតនៅលើផែនដីដែលមានជម្រៅប្រហែល 11,000 ម៉ែត្រជ្រៅខ្លាំងណាស់ដែលប្រសិនបើអ្នកដើរភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតនៅលើពិភពលោកនឹងមានចម្ងាយគួរឲ្យកត់សម្គាល់រវាងពួកវានៅក្នុងពិភពលោកប្រសិនបើអ្នកដាក់អ្វីមួយក្នុងលេនឋាននេះសូម្បីតែកំពូលភ្នំក៏មិនឡើងពីលើផ្ទៃទឹកដែរហើយកាន់តែជ្រៅអ្នកចូលទៅជ្រៅសម្ពាធទឹកកាន់តែខុសក្រៅសម្ពាធនៅខាងក្រោមគឺធំជាងនៅលើផ្ទៃទឹកជាង 1000 ដងនិយាយឲ្យសាមញ្ញវាដូចជាមានឡានដឹកទំនិញរាប់សិបគ្រឿងសង្កត់លើរាងកាយរបស់អ្នកជានិច្ចចលនាខុសមួយមិនមែនជាការបំភ្លេចបំផ្លាញនោះទេគ្មានឱកាសរស់រានមានជីវិតទេនោះហើយជាមូលហេតុដែលលោក James Cameron បានសម្រេចចិត្តវិនិយោគយ៉ាងច្រើនក្នុងការសាងសង់នាវាមុជទឹកពិសេសមួយដែលមានឈ្មោះថា Deep Sea Challenger ដែលជានាវាមុជទឹកសម្រាប់មនុស្សម្នាក់ដែលមានតម្លៃប្រហែល300លានបាតនាវានេះមានកម្ពស់ជិត7 ម៉ែត្រប៉ុន្តែបន្ទប់ដែលគាត់នៅគឺចង្អៀតណាស់គាត់ស្ទើរតែមិនអាចរើបានរចនាសម្ព័ន្ធនាវាត្រូវបានផលិតពីដែកថែពីសេហ្វដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងសម្ពាធដ៏ខ្លាំងវាមានប្រព័ន្ធកាមេរ៉ា 3D ដៃរ៉ូបូតសម្រាប់ប្រមូលសំណាកនិងប្រព័ន្ធបម្រុងសង្គ្រោះបន្ទាន់ក្នុងករណីដែលគាត់មិនអាចឡើងលើផ្ទៃទឹកនិយាយឲ្យសាមញ្ញទៅនេះមិនមែនជានាវាសាកល្បងទេវាជាការលេងល្បែងជាមួយជីវិតពិតហើយបន្ទាប់មកថ្ងៃនៃការមុជទឹកពិតប្រាកដបានមកដល់លោក James Cameron បានចុះទៅតែម្នាក់ឯងគ្មានក្រុមនាវាគ្មានអ្នកណាជួយគាត់ប្រសិនបើមានអ្វីកើតឡើងគាត់បានចំណាយពេលជាង2ម៉ោងកន្លះក្រោមទឹកពន្លឺរសាទបន្តិចម្ដងសីតុណ្ហភាពធ្លាក់ចុះហើយអ្វីជុំវិញគាត់คล้ายទៅជាងងឹតសូនឈឹងឆ្ងាយពីការកកសំឡេងតែមួយដែលគាត់អាចឮគឺម៉ាស៊ីនដោយបេះដូងរបស់គាត់ផ្ទាល់ហើយនៅពេលទៅដល់បាតលែនឋាននៅជម្រៅប្រហែល 19,000 ម៉ែត្រអ្វីដែលមនុស្សជាច្រើនរំពឹងថានឹងមានភាពទំទេបានប្រែតែคล้ายទៅជាផ្ទុយទៅតោះលោក James បានរកឃើញត្រីសមុទ្រជ្រៅជាច្រើនដែលមើលទៅប្លែកៗរួមទាំងត្រីយុទ្ធកដែលជាត្រីដែលមានពន្លឺភ្លឺឆ្អែងពីក្បាលរបស់វាដើម្បីតាក់ទាញសត្វផ្ជែងនៅក្នុងភាពងងឹតទាំងស្រុងពេលដែលសត្វផ្ជែងគោលមកជិតវានឹងចាប់ពួកវាឡើងហើយលែបវាទាំងអស់ត្រីភ្នែកតួលេត្រីដែលមានក្បាលថ្លាបង្ហាញខួរក្បាលរបស់វានិងភ្នែកដែលបង្វិលឡើងលើចុះក្រោមដោយកាមេរ៉ាសុវត្ថិភាពដែលប្រើសម្រាប់ឃ្លាំមារនៅក្នុងទីងងឹតត្រីធ្មេញត្រង់ត្រីដែលមិនមែនធំប៉ុន្មានទេប៉ុន្តែមានធ្មេញវែងខុសពីធម្មតាវែងខ្លាំងណាស់ដែលពួកវាត្រីដាក់នៅក្រៅព្រោះវាអាចទុកនៅក្នុងមាត់របស់វាមិនបានត្រីចាស់ហួយសមុទ្រជ្រៅដែលមានពន្លឺជីវវិទ្យាជាច្រើនខ្លះថ្លាខ្លះបញ្ចេញពន្លឺខៀវឬបៃតងដោយភ្លើងនេអុងអណ្ដែតនៅក្នុងភាពងងឹតជ្រៃស្រក់ស្អាតប៉ុន្តែមានគ្រោះថ្នាក់និងមឹកដាំបូសត្វដែលមើលទៅគួរឲ្យស្រឡាញ់ដូចជាទូអង្កោកំណែនដែលមានស្លាបដូចត្រចៀកអណ្ដែតយឺតនៅក្នុងភាពងងឹតជ្រៅប៉ុន្តែជឿឬមិនជឿនេះគឺជាសត្វមួយដែលមានជីវិតជ្រៅបំផុតនៅលើផែនដីគាត់ក៏បានរកឃើញសត្វថ្លាជាច្រើនទៀតដែលស្ទើរតែមិនមានពណ៌ទាំងសោះព្រោះវាហើយដែលមិនដែលឃើញពន្លឺថ្ងៃពីមុនមកអ្នកវិទ្យាសាស្ត្រជឿថាសត្វបែបនេះបានវិវត្តដើម្បីរស់រាននៅក្នុងសម្ពាធដែលអាចសម្លាប់មនុស្សភ្លាមអូនេះមិនមែនជាពិភពលោកយន្តទេវាជាពិភពលោកផ្សេងទៀតនៅជ្រៅក្នុងមហាសមុទ្រពីនេះបេសកកម្មរបស់ James Cameron មិនមែនជាជំនួសដ៏ព្រៃខ្លែកនោះទេវាបានคล้ายទៅជាការរកឃើញសំខាន់សម្រាប់មនុស្សជាតិ
ទិន្នន័យពីសមុទ្រជ្រៅទៅបានប្រើប្រាស់ដើម្បីអភិវឌ្ឍបន្តិចកិយានិងបណ្ដាលចិត្តរឿងគុណថាទាំងបានយ៉ាងច្រើនដូចជាអវតារប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះគឺថាសូម្បីតែផ្នែកជ្រៅបំផុតនៃមហាសមុទ្រក៏ដោយក៏បានបង្ហាញស្នាមត្រីត្រាសម្រាមជំនុំរបស់មនុស្សដែលកើតឡើងពីសម្រាមថង់ប្លាស្ទិកនិងកំណត់កំណល់ផ្សេងទៀតដែលមិនគួរមាននៅទីនោះនេះលើកឡើងសំណួរមួយសំខាន់សម្រាប់មនុស្សជាតិទាំងអស់តើយើងបានថែរក្សាផែនដីនេះបានល្អគ្រប់គ្រាន់ហើយឬនៅនេះជាផុតតាងច្បាស់លាស់ថាតែមនុស្សនៅទីណាសូម្បីតែចំណុចជ្រៅបំផុតយើងក៏តែងតែបន្សល់ស្នាមរបស់យើងវារំលឹកយើងជានិច្ចថាសកម្មភាពមនុស្សមានផលវិបាកធំជាងអ្វីដែលយើងដឹងស្រមៃគ្មានឯអង្គកណ្ដាលមហាសមុទ្រជម្រៅប្រហែល10គីឡូម៉ែត្រក្នុងភាពងងឹតនិងស្ងាត់ជ្ងាប់ទាំងស្រុងដោយមិនប្រកាសថាតើអ្នកនឹងត្រឡប់មកវិញឬអត់តើអ្នកហ៊ានរុករកចំណុចជ្រៅបំផុតនៅក្នុងពិភពលោកដោយ James Cameron ដែរឬទេចែករំលែកគំនិតរបស់អ្នកក្នុងការលីកាខាងលើ